ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅរបស់ផងយើងហើយភ្ញៀវទេសចររបស់ផងយើងគឺគាត់បានធ្វើដំណើរពីទីរួមខេត្តកំពង់ស្ពឺឆ្ពោះមកកាន់ទីរួមស្រុកកោះអណ្ដែតហើយគាត់ក៏បានឡើងទូកចេញពីកំពង់ដល់ស្រុកកោះអណ្ដែតឆ្ពោះមកកាន់ទីស្នាក់ការតំបន់ការពារហើយខ្ញុំក៏បានឡើងទូកជាមួយគាត់និងផ្តិតយកទេសភាពតាមដងផ្លូវទៅកាន់កន្លែងទស្សនាសត្វស្លាបហើយតកងទូករបស់យើងក៏បានបរសន្សំឲ្យគាត់បានទស្សនាទេសភាពផ្ទៃបឹងរបស់ផងយើងហើយយើងក៏បានចេញពីកន្លែងពមឈរទស្សនាសត្វស្លាបហ្នឹងក៏បានបន្តដំណើរបន្តិចដើម្បីទៅមើលសត្វចង្កៀខ្យងនិងសត្វស្លាបផ្សេងទៀតហើយនេះគឺជាទស្សនវិជ្ជានៃវងសត្វចង្កៀខ្យងកំពុងតែនៅត្រនំមេបាមួយចំនួនក៏ចេញទៅកាច់សម្បុកហើយមេបាមួយចំនួនទៀតក៏ចេញទៅរកចំណីទោះបីជាក្តៅបន្តិចក៏ដោយក៏ពួកគាត់នៅតែរក្សាស្នាមញញឹមនិងរីករាយជាមួយនឹងទេសភាពនៅតំបន់វាបឹងរបស់ផងយើងភ្ញៀវទេសចរគឺជាចំណែកមួយនៃការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាននិងជាចំណែកមួយចូលរួមផ្សព្វផ្សាយអំពីសក្តានុពលធនធានធម្មជាតិជីវៈចម្រុះដ៏សម្បូរបែបរបស់ខេត្តយើងក្រោយពីបានទស្សនាសត្វស្លាបក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅចប់សពរួចរាល់ពួកគាត់ក៏បានធ្វើដំណើរត្រឡប់មកកាន់កំពង់ទូកស្រុកកោះអណ្ដែតវិញទេសចររីករូតលាស់ក្នុងលុបសន្តិភាពសូមអរគុណសម្រាប់ការតាមដានទស្សនា